ក្រោយវាកាត់សម្រក់ខ្លាញ់ក្បាលពោះតារាកំប្លែងកាតុកត្អូញបាត់ចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាកំប្លែងអ្នកនាងសុចន្ទធីតាហៅកាតុកអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដូចមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវរៀបការម្ដងតារាកំប្លែងកាតុកដោយច្រៀងកាត់សក់ការក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាកគ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដោយកាលពីមុនសោះជួបជាមួយតារាកំប្លែងអ្នកនាងកាតុកកាលពីថ្មីនេះបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះបីជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំប្លែងអ្នកនាងកាតុកបានទៅហាងកែសម្ផស្សមួយកន្លែងវាកាត់សម្រក់ខ្លាញ់ក្បាលពោះដើម្បីបានរាងស្អាតគប់ចិត្តស្វាមីអ្នកនាងកាតុកនិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតគប់ចិត្តស្វាមីផងនិងគប់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនបានដឹងថាយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះនាងបានទៅវះកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយកាលពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំប្លែងកាតុកកំពុងបណ្ដុះបណ្ដាលកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួនពីព្រោះនាងមានដុងខាងសិល្បៈដូចជាម្ដាយខ្លួនផងដែរតែទោះជាយ៉ាងណាអ្នកនាងកាតុកចង់ឲ្យកូនស្រីរៀនសូត្រឲ្យបានជ្រៅជ្រះជាមុនសិន